ចង់បង្កើត page ទុកសម្រាប់ធ្វើអាជីវកម្មឬក៏ទុកសម្រាប់ធ្វើ video content post នៅក្នុង Facebook page ក៏ប៉ុន្តែយើងមិនដឹងថាគេបង្កើតពីណាទៅណាហើយរត់តែមិនដឹងថាគេរៀបចំបែបណាខ្លះឲ្យត្រូវស្តង់ដាររបស់ Facebook អញ្ចឹងគឺថ្ងៃនេះខ្ញុំនឹងនាំបងប្អូនទាំងអស់គ្នាមកបង្កើត page មួយដើម្បីឲ្យបងប្អូនទាំងអស់គ្នាចេះបង្កើតខ្លួនឯងកាលពីវីដេអូមុនខ្ញុំបានបង្រៀនបងប្អូនទាំងអស់គ្នាពីរបៀបនៅក្នុងការបង្កើត Facebook ឲ្យបានត្រឹមត្រូវនិងរៀបចំ account Facebook របស់យើងហ្នឹងឲ្យមានសុវត្ថិភាពតាមស្តង់ដារអញ្ចឹងបើសិនជាបងប្អូនទាំងអស់គ្នាអត់បានមើលវីដេអូហ្នឹងទេអាចបកត្រឡប់ទៅមើលវីដេអូហ្នឹងបានហើយឥឡូវយើងមកទស្សនានៅក្នុងអេក្រង់ទូរស័ព្ទដៃរបស់ខ្ញុំទាំងអស់គ្នាអញ្ចឹងបងប្អូនទាំងអស់គ្នាចូលមកកាន់ Facebook របស់យើងធម្មតាគឺយើងនៅខាងមុខ Facebook យើងធម្មតាសិនគឺនៅគេហៅថាខាងមុខ feed ហ្នឹងអញ្ចឹងបន្ទាប់មកគឺយើងនឹងចុចមកកន្លែងត្រេ3កន្លែងនេះហើយបងប្អូនទាំងអស់គ្នានឹងឃើញកន្លែងមួយដែលវា show ទៅលើពួកfunction ទាំងអស់បែបនេះបើសិនជាអត់ឃើញរូបសញ្ញា page បែបនេះទេបងប្អូនឲ្យគាត់ចុច C more កន្លែងនេះមកគឺវានឹងឃើញសញ្ញា page នៅខាងក្រោមក៏ប៉ុន្តែបើសិនជាបងប្អូនឃើញសញ្ញា page នៅទីនេះហើយយើងអាចចុចកន្លែងនេះបានអញ្ចឹងខ្ញុំនឹងធ្វើការបង្កើត page មួយដោយចុចកន្លែង page ហ្នឹងមកដល់ពេលដែលយើងចុចកន្លែង page ហ្នឹងហើយគឺយើងនឹងឃើញពាក្យថា grade បាទ grade កន្លែងនេះយើងចុចកន្លែងហ្នឹងមកបន្ទាប់មកគឺកន្លែងនេះគេនឹងសួរយើងគេនឹងប្រាប់យើងអំពីលក្ខណៈសម្បត្តិរបស់ page ត្រួសឬក៏ថាតើ page អាចធ្វើអ្វីបានខ្លះអញ្ចឹងណាគឺយើងអាចមើលបានបើសិនជាបងប្អូនទាំងនេះមានពេលទំនេរអាចធ្វើការអានបានបន្ទាប់មកគឺបងប្អូនទាំងនេះចុចពាក្យថា get start នៅខាងក្រោមបានមកដល់កន្លែងនេះគឺយើងនឹងធ្វើការដាក់ឈ្មោះ page របស់យើងឲ្យបានត្រឹមត្រូវហើយកន្លែងដាក់ឈ្មោះនេះខ្ញុំនឹងណែនាំឲ្យបងប្អូនទាំងអស់គ្នាធ្វើការដាក់ឈ្មោះ page នេះបើសិនជាបងប្អូនទាំងអស់គ្នាបង្កើតភោជនីយដ្ឋានឬក៏តូបសម្រាប់លក់អ្វីមួយឬក៏នំឬក៏ហាងលក់នំខេកឬក៏ហាងកាហ្វេអញ្ចឹងយើងដាក់ឈ្មោះតាមហាងកាហ្វេឬក៏ភោជនីយដ្ឋានរបស់យើងទៅក៏ប៉ុន្តែបើសិនជាបងប្អូនទាំងអស់គ្នាបង្កើតសម្រាប់លក់អនឡាញឬក៏បង្កើតសម្រាប់ធ្វើ video content ខ្ញុំណែនាំឲ្យដាក់ឈ្មោះយើងផ្ទាល់ដើម្បីអីដើម្បីឲ្យគេស្គាល់យើងដើម្បីឲ្យគេឃើញយើងទៅគេស្គាល់ថាយើងឈ្មោះហ្នឹង page យើងឈ្មោះហ្នឹងណាអូខេទាំងអស់បងប្អូនយល់កន្លែងនេះណាបន្ទាប់មកគឺយើងដាក់ឈ្មោះរបស់យើងចូលកន្លែងកន្លោននេះមកឥឡូវខ្ញុំឧទាហរណ៍ថាឈ្មោះដូចឈ្មោះកាលពីខ្ញុំបង្កើតអញ្ចឹងខ្ញុំដាក់អញ្ចឹងបន្ទាប់ពីខ្ញុំដាក់ឈ្មោះអញ្ចឹងហើយខ្ញុំចុចពាក្យថា next បាទចុចពាក្យថា next នៅខាងក្រោមយើងមកដល់កន្លែងនេះគឺ Facebook នឹងឲ្យយើងធ្វើការជ្រើសរើសយកប្រភេទ category គឺមានន័យថាប្រភេទនៃ page របស់យើងថាតើយើងធ្វើ page ហ្នឹងប្រភេទអ្វីបាទប្រភេទលក់អីវ៉ាន់បើសិនជាយើងធ្វើប្រភេទលក់អីវ៉ាន់យើងអាចនឹងយក category របស់យើងជាប្រភេទ health and beauty គឺការថែរក្សាសម្ផស្សអញ្ចឹងទៅតែបើសិនជាសម្រាប់យើងអ្នកធ្វើ video content ឬក៏ធ្វើសម្រាប់យកមកផុស video ដើម្បីយើងធ្វើរកលុយបន្ថែមអញ្ចឹងយើងអាចដាក់យកពាក្យថាបាទ creator បាទយើងវាយ creator គឺវាមាន digital creator ឬក៏ video content creator អញ្ចឹងទៅយើងជ្រើសរើស video creator សិនយើងយកជ្រើសរើសពាក្យថា digital creator សិនបន្ទាប់មកយើងចុចពាក្យថា grade នៅខាងក្រោមបាទអញ្ចឹងមកដល់ជំហានមួយនេះ Facebook នឹងសួរយើងហើយថាតើយើងបង្កើត page ហ្នឹងដើម្បីអ្វីទី1គឺប្រភេទសម្រាប់ promote បាទ promote your product and service គឺយើងដើម្បី promote ទៅលើផលិតផលរបស់យើងនិងសេវាកម្មរបស់យើងទី2គឺប្រភេទ grade content and connect with fan គឺមានន័យថាគឺយើងបង្កើត content ដើម្បីតភ្ជាប់ជាមួយនឹងទស្សនិកជនរបស់យើងយើងជ្រើសរើសបានបើសិនជាបងប្អូនទាំងអស់គ្នាលក់អនឡាញយើងអាចយកខាងលើទៅសួរថាពីរហ្នឹងវាខុសគ្នាយ៉ាងដូចម្ដេចនៅពេលដែលមុខងារ function ឬក៏មុខងារ tool ថ្មីសម្រាប់ការ boost មានន័យថានៅពេលដែលយើង boost អញ្ចឹងនៅពេលដែល Facebook update តម្រង់ឬក៏ update ទៅលើ tool អីថ្មីនៅពេលដែលយើងយកខាងលើហ្នឹងទៅគឺនឹងឃើញ update នៅខាងមុខ profile របស់យើង profile page របស់យើងដែរប៉ុន្តែបើសម្រាប់យើងយកខាងក្រោមគឺមានន័យថាយើងអត់សូវបានឃើញមុខងារ tool មួយចំនួនដែលធ្វើពីអាជីវកម្មទេគឺយើងឃើញតែមុខងារ tool មួយចំនួនសម្រាប់ធ្វើវីដេអូណាគឺកន្លែងហ្នឹងវាបែងចែកគ្នាដាច់បើសិនជាបងប្អូនទាំងគ្នាគិតថាយើងក៏ជា content creator យើងក៏អាចលក់ឲ្យបានខ្ញុំណែនាំឲ្យយកខាងក្រោមបាទយកខាងក្រោមគឺប្រភេទ create content ដើម្បីអីដើម្បីនៅពេលដែលយើងធ្វើវីដេអូផ្ទុះឬក៏យើងអាចធ្វើវីដេអូមានអ្នកទស្សនាច្រើនក៏មានអ្នកអាចនឹងទិញអីវ៉ាន់យើងតាមវីដេអូយើងផងដែរណាអញ្ចឹងយើងចុចយកខាងក្រោមមកហើយយើងចុចពាក្យថា continue អញ្ចឹងគឺយើងអាចឃើញតម្រង់ page របស់យើងបែបពុទ្រោះអញ្ចឹងបងប្អូនអរគុណចុចពាក្យថា next នៅខាងមុខទៀតមកហើយមកដល់កន្លែងនេះយើងចុចពាក្យថា next នៅទៅខាងមុខទៀតហើយកន្លែងនេះយើងធ្វើការបើកមកបាទបើកមុខងារដើម្បីឲ្យមានការចែកដំណឹងរាល់មានការ update ពី Facebook អញ្ចឹងណាហើយបន្ទាប់មកយើងចុចពាក្យថា done បាទអញ្ចឹងនៅពេលដែលយើង done រួចរាល់គឺ Facebook នឹងនាំយើងមកដល់ខាងមុខទាំងដែលជាទាំង page របស់យើងក៏ប៉ុន្តែបងប្អូនទាំងនេះត្រូវតែមានរូបភាព cover នៅខាងក្រោយនេះដើម្បីត្រៀមទុកនិងមានរូបភាព profile
page របស់យើងដើម្បីត្រៀមទុកដូចគ្នានៅពេលដែលយើងមកដល់កន្លែងនេះអ្វីដែលយើងត្រូវធ្វើបន្តទៀតគឺយើងធ្វើទៅតាមអ្វីដែល Facebook គេតម្រូវឲ្យយើងធ្វើតាមដល់យើងចុចពាក្យថា see more នៅខាងក្រោមនេះមកអញ្ចឹងគឺកន្លែងនេះ Facebook នឹងឲ្យយើងធ្វើការកំណត់ឬក៏បំពេញព័ត៌មានមួយចំនួនដើម្បីឲ្យpage របស់យើងហ្នឹងវាមានប្រសិទ្ធភាពនិងងាយនឹងឆាប់រីកបាទឬដល់ពេលដែលយើងបង្កើតវីដេអូអញ្ចឹងគឺឆាប់បានអ្នកទស្សនាយើងទៅក៏ប៉ុន្តែនេះស៊ីសងលើការធ្វើ content របស់យើងដែរអញ្ចឹងបន្ទាប់មកគឺអ្វីដែលយើងត្រូវធ្វើគឺ Facebook នឹងឲ្យយើងធ្វើការដាក់ទៅលើរូបភាពប៉ុន្តែបើសិនជាយើងមិនទាន់មានរូបភាពទេយើងអាចចុច skip សិនបានណាកន្លែង add bio នេះក៏យើងអត់ទាន់ដាក់ដែរគឺ add bio ហ្នឹងគឺវានៅខាងក្រោមឈ្មោះរបស់យើងនៅពេលដែលយើងចង់និយាយអ្វីពីនៅខាងមុខ page របស់យើងអញ្ចឹងទៅណាអញ្ចឹងកន្លែងនេះខ្ញុំអត់ទាន់យកទេហើយខ្ញុំចុចពាក្យថា skip យើងចុច skip ចេញមកបាទយើងចុច crease ចេញមកយើង skip វាទុកសិនអូខេបន្ទាប់មកគឺកន្លែងពាក្យថា link to website គឺមានន័យថាគឺ Facebook នឹងឲ្យយើងធ្វើការបន្ថែមទៅលើ social media របស់យើងបន្ថែមទៀតមិនថាបងប្អូនទាំងអស់គ្នាមាន TikTok មាន Instagram មានទៅលើ YouTube អីយើងអាចធ្វើការបញ្ចូល link ទាំងអស់ហ្នឹងអាចដាក់នៅក្នុងខាងមុខ page របស់យើងបានដូចគ្នាអញ្ចឹងយើងអាចធ្វើការដាក់ link ចូលបានដោយយើងចុចពាក្យថា add social media link ខាងក្រោមនេះហើយយើងជ្រើសរើស platform ណាមួយដែលយើងគិតថាយកមកដាក់ឥឡូវខ្ញុំឧទាហរណ៍ថាបើសិនជាខ្ញុំដាក់ TikTok គឺយើងមិនមែន copy link TikTok យកមកទេដោយយើងធ្វើការវាយទៅ username គឺឥឡូវខ្ញុំបកទៅ TikTok សិនអញ្ចឹងដើម្បីដែលយើង copy username យើងបានបងប្អូនទាំងអស់គ្នានឹងមើលឃើញវាថា add បាទ add ឈ្មោះយើងនៅខាងក្រោមតិចតួចហ្នឹងយើងត្រូវតែ copy username នឹងមកបាទយើងចុចពីលើអក្សរតិចតួចនៅខាងក្រោមឈ្មោះយើងនឹងមួយហើយគឺយើងនឹង copy username យើងបានហើយយើងបកមកខាង page វិញនៅពេលដែលយើងបាន username មកយើងចុចឲ្យជាប់មួយមកបាទហើយយើងចុចពីថា pass មកគឺយើងអាចបន្ថែម username យើងចូលនៅពេលដែលយើងចុចពាក្យថា save អញ្ចឹងគឺ link TikTok របស់យើងបានភ្ជាប់ជាមួយនឹងpage របស់យើងក៏ប៉ុន្តែបងប្អូនទាំងអស់គ្នាត្រូវតែធ្វើការ confirm link ទាំងអស់ហ្នឹងសិនបាទនៅពេលដែលយើងចុច confirm មកហើយយើងជ្រើសរើស platform បាទដូចជា TikTok អញ្ចឹងហើយយើងចុចពាក្យថា confirm ពេលហ្នឹងគឺវានឹងរត់ចូលទៅ connect ជាមួយនឹងTikTok របស់យើងបែបនេះណាបាទនឹងឃើញបែបនេះក៏ប៉ុន្តែខ្ញុំអត់ជ្រើសរើសទេដោយសារតែខ្ញុំបាន confirm ម្ដងហើយបើសិនជាបងប្អូនចង់បន្ថែមទៅលើ social media ផ្សេងទៀតដូចជា YouTube បាទមានទាំងអស់ណាមានច្រើនមែនទែនបងប្អូនគ្នាជ្រើសរើសមើលទៅបើសិនជាបងប្អូនពេញចិត្តដាក់ទៅលើ link website មួយណាបាទខ្ញុំឧទាហរណ៍តែមួយទេសម្រាប់ TikTok នៅពេលដែលយើងធ្វើការ add link ចូលកន្លែងហ្នឹងហើយអញ្ចឹងមកដល់កន្លែងនេះគឺវាឲ្យយើងធ្វើការភ្ជាប់ជាមួយនឹង WhatsApp ប៉ុន្តែយើងមិនបាច់ភ្ជាប់ទេណាហើយមកដល់កន្លែងនេះគឺយើងបន្ថែមទៅលើប៊ូតុងបាទ action បាទអញ្ចឹងកន្លែងនេះខ្ញុំនឹង recommend បាទណែនាំបងប្អូនអរគ្នាដាក់ប៊ូតុង chat ចឹងហើយណាប៊ូតុង chat ពីមុនគឺវាមានប៊ូតុង follower ប៉ុន្តែឥឡូវវាបិទប៊ូតុង follower ហើយវាដាក់ជាប៊ូតុង chat វិញអញ្ចឹងយើងជ្រើសប៊ូតុង chat ចឹងហើយសម្រាប់បងប្អូនអរគ្នាដែលគាត់ធ្វើវីដេអូអីចង់ឲ្យគេ chat មករកយើងដើម្បីនិយាយលេងមួយយើងឬក៏យើងលក់អីវ៉ាន់អីគឺយើងចាំបាច់ត្រូវប្រើមុខងារ chat នឹងជានិច្ចនៅពេលដែលជាប់មុខងារ chat ហើយយើងចុចពាក្យថា nick មកហើយយើងចុចពាក្យថា nick មួយទៀត save មកបន្តមកគឺកន្លែងពាក្យថា invite friend បាទដំបូងបងប្អូនអរគ្នាធ្វើការ invite គឺយើងអញ្ជើញមិត្តភ័ក្តិរបស់យើងឲ្យធ្វើការ follow page របស់យើងបើសិនជាយើងមានមិត្តភ័ក្តិច្រើននៅក្នុង Facebook របស់យើងអញ្ចឹងណាប៉ុន្តែសម្រាប់ខ្ញុំអត់ដាក់ទេហើយកន្លែងនេះ Facebook នឹងឲ្យយើងធ្វើការ post មួយដោយសរសេរអក្សរស្វាគមន៍នៅក្នុង page របស់យើងអញ្ចឹងទៅណាហើយកន្លែងនេះគឺអត់មានអីទេគឺសុទ្ធតែកន្លែងយើង skip ទេអញ្ចឹងកន្លែងណាដែលយើងគិតថាយើងមិនទាន់ចាំបាច់តធ្វើយើងអាចធ្វើការរំលោភវាបានដោយចុចអាត្រី3ទៅនេះមកហើយយើងចុចពាក្យថា skip នៅខាងក្រោមគឺយើងធ្វើការរំលោភសិនយើងចុច crease មកបាទហើយយើងចុច creep មកពេលហ្នឹងវានឹងធ្វើការរំលងកន្លែងលក្ខខណ្ឌកន្លែងនេះចេញសិនបាទគឺលក្ខខណ្ឌកន្លែងគេហៅថា page completion គឺមានថាយើងធ្វើការឲ្យ page របស់យើងហ្នឹងរួចសាច់បាត់អញ្ចឹងណាអញ្ចឹងយើងចុចថយក្រោយវិញមកបាទអូខេអញ្ចឹងបងប្អូននៅពេលដែលយើងធ្វើការ add បន្ថែមទៅលើ link TikTok មិញគឺវា show TikTok របស់យើងនៅខាងមុខ page របស់យើងបែបនេះណាបាទហើយឥឡូវយើងនឹងធ្វើការបាទបន្ថែមទៅលើ address របស់ page យើងមួយចំនួនដើម្បីយើងធ្វើការរៀបចំ page យើងឲ្យបានត្រឹមត្រូវទៅតាមຂະຫນាត់ស្តង់ដាររបស់ Facebook ចឹងទៅបាទបន្តមកបងប្អូនអរគ្នាចុចមកកន្លែងពាក្យថា about បាទ about នៅខាងក្រោមនេះរួចបងប្អូនអរគ្នាចុចពាក្យថា see your about info បាទចុចកន្លែងហ្នឹងមកអញ្ចឹងគឺកន្លែងនេះយើងនឹងធ្វើការបំពេញព័ត៌មានរបស់ page យើងនឹងឲ្យបានត្រឹមត្រូវបើសិនជាកន្លែងនេះបងប្អូនទាំងអស់គ្នាចង់ដូរប្រភេទ category យើងអាចដូរបានដោយចុចពាក្យថា edit កន្លែងនេះមកយើងអាចបន្ថែម category បានអូខេអញ្ចឹងយើងអាចបន្ថែមបាននេះគឺមានច្រើនមែនទែនបងប្អូនហើយមើលទៅយើងអាចដាក់ជា video នេះគឺមានជា video creator ណាយើងអាចដាក់ជា video creator ក៏បានឬក៏ video game អីចឹងទៅណាក៏ប៉ុន្តែសម្រាប់ខ្ញុំគឺខ្ញុំប្រើជាប្រភេទ digital បាទ digital creator ហើយបន្តមកគឺកន្លែងពាក្យថាcontact info គឺកន្លែង add website កន្លែងនេះបើសិនជា
ដែលខ្ញុំបានប្រាប់មិញហ្នឹងយើងអាចបន្ថែម link របស់យើងចូលឲ្យនឹងបានហើយមួយទៀតបើសិនជាបងប្អូនទាំងនេះមាន website សម្រាប់អ្នកដែលគាត់អាជីវកម្មមួយចំនួនដែលគាត់មាន website គាត់អាចធ្វើការដាក់ link website របស់គាត់បាននៅខាងក្រោមនេះដោយចុចពាក្យថាបាទ add website ហើយយើងអាចដាក់ address website របស់យើងចូលឲ្យនេះបានដោយសារតែខ្ញុំអត់ទាន់មានទេឥឡូវខ្ញុំឧទាហរណ៍ថា www បាទឥឡូវខ្ញុំឧទាហរណ៍ថានេះគឺជា website របស់ខ្ញុំអញ្ចឹងវានឹង load ទម្រង់បែបនេះឲ្យយើងឃើញបាទហើយយើងបកក្រោយវិញមកអញ្ចឹងគឺយើងនឹងជាប់ website មួយគឺយើងជាប់ website មួយនៅខាងក្រោមហើយបន្តមកទៀតគឺយើងធ្វើការបំពេញទៅលើ add address បាទ add address របស់ page របស់យើងដោយចុចពាក្យថា add នៅខាងក្រោមនេះយើងដាក់មកទីមួយគឺជា street បាទយើងវាយមកថាតើបងប្អូនរស់នៅនឹងតំបន់ណាឬក៏ខេត្តណាខ្ញុំវាយបាត់ដំបងជាងមកបាទបន្តមកយើងវាយខេត្តរបស់យើងឬក៏វាយអាសយដ្ឋានរបស់យើងផ្ទាល់ក៏បានដែរអញ្ចឹងយើងចុចពាក្យថា save ហើយបន្តមកគឺកន្លែងនេះយើង city គឺយើងដាក់បាត់ដំបងមកណាកន្លែងនេះដល់ពេលយើងវាយទៅគឺនឹងចេញមកឧទាហរណ៍ថាបើសិនជាបងប្អូនទាំងនេះនៅក្នុងទីក្រុងណាបាត់ដំបងអញ្ចឹងយើងវាយបាត់ដំបងបាទនេះបាត់ដំបង Cambodia គឺចេញហើយយើងចុចពាក្យថា save កន្លែងនេះគឺយើងបំពេញទៅលើអាសយដ្ឋាន page របស់យើងឲ្យវាចាប់នៅក្នុងប្រទេសរបស់យើងឬក៏យើងចាប់ជាទីតាំងរបស់យើងនៅក្នុងកំណត់តំបន់ដែលយើងរស់នៅបើសិនជាបងប្អូនទាំងនេះបើកអាជីវកម្មមុខតូបដើម្បីឲ្យភ្ញៀវគាត់ចង់មករកយើងអញ្ចឹងគាត់អាចមើលនៅមុខ page ទៅគឺឃើញអាសយដ្ឋានរបស់យើងបានហើយកន្លែងវាថា zip កន្លែងនេះយើងអាចវាយលេខកូដបាទលេខកូដតំបន់ដែលគេហៅថាលេខកូដប្រេសនីឬក៏លេខកូដហ្នឹងអញ្ចឹងយើងវាយមកលេខកូដបាត់ដំបងគឺ020ហើយ100បាទ020កូដ100អញ្ចឹងគឺនេះគឺលេខ zip code បាត់ដំបងកន្លែងនេះគឺយើងធ្វើការ add ទៅលើ map បាទ map location យើងចុចពាក្យថា add កន្លែងនេះមកយើងពង្រួមមកថាតើអូខេបើសិនជាវាចាប់នៅបាត់ដំបងអញ្ចឹងគឺអូខេយើងដាក់នៅបាត់ដំបងមកហើយយើងចុចពាក្យថា save គឺ location របស់យើងនឹងចាប់នៅខេត្តបាត់ដំបងហើយយើងចុចពាក្យថា save ទៀតមករួចរាល់អញ្ចឹងគឺទីតាំងរបស់យើងបានដោរួចហើយបាទយើងដោទីតាំងរបស់យើងរួចរាល់ហើយយើងមកកាន់កន្លែងពាក្យថា add number phone អញ្ចឹងគឺកន្លែងនេះសំខាន់មែនទែនបើសិនជាបងប្អូនគ្នាធ្វើអាជីវកម្មនៅមុខតូបក៏ដោយឬក៏ធ្វើអាជីវកម្មអនឡាញក៏ដោយត្រូវតែដាក់លេខទូរស័ព្ទកន្លែងនេះដើម្បីឲ្យភ្ញៀវរបស់យើងហ្នឹងគាត់ស្វែងរកយើងឬចង់ទំនាក់ទំនងយើងតាមវិធីការ call អញ្ចឹងទៅអញ្ចឹងយើងអាចវាយលេខទូរស័ព្ទរបស់យើងចូលកន្លែងនេះបានណាប៉ុន្តែខ្ញុំអត់បានវាយទេខ្ញុំណែនាំឲ្យបងប្អូនទាំងអស់គ្នាដាក់អូខេបន្តមកគឺពាក្យថា add email បងប្អូនទាំងអស់គ្នាត្រូវតែបំពេញ email បើសិនជាបងប្អូនគ្នាចង់ឲ្យខាងក្រុមហ៊ុនឬក៏ខាងservice ណាដែលគេចង់តាក់ទងយើងតាម email យើងក៏អាចដាក់ email នៅកន្លែងនេះបានដូចគ្នាណាអូខេអញ្ចឹងគឺខ្ញុំបានដាក់ទេហើយបន្តមកកន្លែងពាក្យថា add បាទ service area នេះគឺបងប្អូនគ្នាដាក់ក៏បានមិនដាក់ក៏បានដែរកន្លែងនេះអត់បញ្ហាទេខ្ញុំអត់បានដាក់ទេហើយកន្លែងខាងក្រៅមួយទៀតពាក្យថា add WhatsApp number គឺមានថាគេយើងដាក់លេខទូរស័ព្ទដែរដែលភ្ជាប់ជាមួយនឹង WhatsApp គឺសម្រាប់ខ្ញុំអត់ដាក់ទេបាទអញ្ចឹងបន្តមកបងប្អូនគ្នាអូសមកចុះក្រោមបាទអូសមកចុះក្រោមយកពាក្យថា work បាទមិញគឺយើងនៅកន្លែង contact info ណាយើងចប់ហើយណា contact info អញ្ចឹងបន្តមកគឺយើងនៅកន្លែងពាក្យថា work គឺប្រភេទការងារអញ្ចឹងគឺកន្លែងនេះបើសិនជាបងប្អូនទាំងអស់គ្នាធ្លាប់ធ្វើការងារនៅក្រសួងឬក៏ធ្លាប់ធ្វើការងារនៅកន្លែងណាយើងអាចវាយបំពេញកន្លែងនេះបានបើសិនជាវាមាននៅក្នុង Google បាទឬក៏មាននៅក្នុង Facebook ចឹងទៅឧទាហរណ៍ថាបើសិនខ្ញុំដាក់នៅបាត់ដំបងបាទបាត់ដំបងហ្នឹងគឺមានការងារខ្លះបាទនេះបាត់ដំបងគឺកន្លែងនេះវាងាយស្រួលឲ្យយើងចាប់យើងវាយតែបាត់ដំបងសុតក៏បានដែរណាអញ្ចឹងគឺខាងក្រោមនេះយើងធ្វើការនៅបាត់ដំបងហ្នឹងតើការងាររបស់យើងហ្នឹងឈ្មោះអីគេបាទហើយទីតាំងការងាររបស់យើងដែលយើងធ្លាប់ធ្វើហ្នឹងនៅកន្លែងតំបន់ណាគឺយើងអាចដាក់កន្លែងនេះបានហើយយើងអាចនឹងនិយាយអំពីការងាររបស់យើងនៅក្នុងនេះក៏បានហើយមួយទៀតនៅខាងក្រោមនេះថាតើយើងចូលធ្វើការនៅឆ្នាំណានៅខែណានៅថ្ងៃទីប្រហែលគឺយើងអាចដាក់បន្ថែមនៅក្នុងកន្លែងនេះបានប៉ុន្តែសម្រាប់ខ្ញុំអត់ដាក់ទេខ្ញុំដាក់តែប៉ុណ្្នឹងឯងហើយខ្ញុំចុចពាក្យថា save កន្លែងនេះគឺខ្ញុំគ្រាន់តែអធិប្បាយបងប្អូនទាំងនេះស្គាល់ព័ត៌មានលម្អិតមួយចំនួននៅក្នុង page ឲ្យបានដឹងច្បាស់ថាតើ page ទាំងអស់វាមានទាំងអស់ហ្នឹងគឺដើម្បីអ្វីគឺដើម្បីគ្រាន់តែសម្ដែងទៅលើស្ថានៈរបស់យើងថាតើយើងធ្លាប់ធ្វើការឆ្លងកាត់អ្វីខ្លះតែប៉ុណ្្នឹងឯងគឺវាប្រៀបបានដូចខ្លួនយើងអញ្ចឹងប្រៀបបានដូចការដាក់ពាក្យមួយឬគឺមាន CV ត្រឹមត្រូវមានការដែលយើងទៅសេពីប្រវត្តិយើងត្រឹមត្រូវអញ្ចឹងគឺ page ដូចគ្នាគឺតម្រូវយើងដាក់អញ្ចឹងដូចគ្នាណាបន្ទាប់មកគឺកន្លែងនេះគឺយើងយកពាក្យថា inclusion បាទ induction បាទ induction នេះគឺកន្លែងនេះតើយើងធ្លាប់រៀននៅសាលាណាអីចឹងណាបាទនេះកន្លែងនេះគឺយើងអាចដាក់បានណាហើយអានេះ add school របស់យើងគឺសាលារៀនដែលយើងធ្លាប់រៀនណាគឺបងប្អូនវាយបញ្ចូលនោះបើសិនជាមាននៅក្នុង Facebook ណាអូខេបន្ទាប់មកគឺកន្លែងវាថា please live បាទកន្លែងនេះគឺយើងធ្វើការបន្ថែមថាតើយើងកំពុងតែកាន់ page នឹងស្ថិតចេញពីកន្លែងណាបាទអញ្ចឹងយើងដាក់កន្លែងនេះមកហើយយើងវាយវាថាបាត់ដំបងមកណាយើងសេចរកបាត់ដំបងបើសិនជាបងប្អូននៅខេត្តណាក៏ដាក់ខេត្តហ្នឹងទៅ
បាទអញ្ចឹងមានន័យថាគឺ page របស់យើងគឺនឹងចាប់នៅប្រទេសខ្មែរបាទនេះខ្ញុំយកបាត់ដំបងអញ្ចឹងយើងដាក់ location page របស់យើងគឺ page របស់យើងគឺនឹងចេញពីប្រទេសខ្មែរបាទគឺនឹងចេញពីប្រទេសខ្មែរហើយយើងចុចវាថា save បាទហើយកន្លែងនេះយើងមិនធ្វើទេយើងចុចគ្លីកចោលមកបន្ទាប់មកគឺកន្លែងវាថា home town បាទ add home town អញ្ចឹងយើងចុចកន្លែងហ្នឹងមកយើងដាក់បាត់ដំបងទៀតមកបាទបងប្អូននៅខេត្តណាក៏វាយខេត្តហ្នឹងទៅខ្ញុំដាក់បាត់ដំបងអញ្ចឹងមកហើយខ្ញុំចុចវាថា save នៅក្នុងការបំពេញរបស់ឲ្យ Facebook វារៀងយូរបន្តិចណាបងប្អូនហ្នឹងដោយសារតែវាមានព័ត៌មានលម្អិតច្រើនបាទកន្លែងនេះគឺយើងបំពេញ basic info គឺមានកន្លែងដាក់ថាបាទ add ទៅលើ bronze បាទ bronze nose អីគេមិនកន្លែងនេះខ្ញុំអត់សូវយល់ដែរបើសិនជាបងប្អូនទាំងអស់គ្នាចង់បំពេញក៏ទៅសេមកកន្លែងនេះគឺយើងទៅសេបានច្រើនបងប្អូនទាំងអស់គ្នាចង់ទៅសេពីអីខ្ញុំអត់សូវយល់ដែរកន្លែងនេះខ្ញុំអត់ដែរបានធ្វើទេណាខ្ញុំអត់សូវបានធ្វើទេហើយអូខេបន្ទាប់មកគឺយើង add ទៅលើ language គឺភាសាបាទកន្លែងនេះគឺបើសិនជាយើងប្រើទៅលើភាសាខ្មែរបងប្អូនឲ្យវាយពីថាខ្មែរមកបាទអ្នកខ្មែរ language ហើយយើងចង់បន្ថែមអង់គ្លេសមួយទៀតក៏បានដែរថា page របស់យើងគឺមានប្រើជាភាសាអង់គ្លេសផងអញ្ចឹងណាបាទ English language ចឹងទៅនេះយក English ហើយយើងចុចវាថា save ឬក៏ដាក់តែខ្មែរសុទ្ធក៏បានដែរអញ្ចឹងបន្ទាប់មក add prior rank គឺមានថាបើសិនជាបងប្អូនបើកអាជីវកម្មថាតើអាជីវកម្មរបស់បងប្អូនទាំងនេះមានតម្លៃខ្ពស់ឬក៏តម្លៃទាបកន្លែងនេះគឺមានផលដែរបើសិនជាយើងដាក់ខ្ពស់ពេកគឺ page របស់យើងនឹង recommend ទៅចំតែបុគ្គលណាដែលគេចូលចិត្តទិញរបស់ brand ឬក៏របស់ដែលថ្លៃក៏ប៉ុន្តែខ្ញុំណែនាំសម្រាប់អ្នកគាត់លក់ online យកត្រឹមតែ2បានហើយរូបសញ្ញាដុល្លារ2បានហើយឬក៏មិនបាច់យកក៏បានដែរណាបន្ទាប់មកកន្លែងនេះ add service នេះយើងមិនបាច់ដាក់ទេបាទហើយកន្លែង diversity នេះគឺយើងមិនបាច់ដាក់ក៏បានដែរហើយមួយទៀតគឺ birthday របស់យើងថាតើយើងកើតថ្ងៃទីប្រហែលខែម៉ានយើងអាចដាក់កន្លែងនេះបានហើយយើងមកដល់កន្លែងមួយនេះទៀត not special គឺ gender គឺមានន័យថា page អញ្ចឹងសម្រាប់យើងในការ page យើងជាប្រុសឬក៏ស្រីភាគច្រើនដែលយើងចេញមុខនៅលើ page របស់យើងហ្នឹងតើយើងជាប្រុសឬក៏ស្រីកន្លែងនេះយើងអាចដាក់កែមកយើងដាក់ជាមនុស្សប្រុសឬក៏ស្រីមកណាខ្ញុំយកពាក្យថាស្រីមកដោយសារតែខ្ញុំបង្កើត page នេះគឺឈ្មោះជាមនុស្សស្រីអញ្ចឹងខ្ញុំយកពាក្យថា women បាទយកខាងលើហើយយើងចុចយើងចង់ឲ្យ show នៅលើ thumbnail អត់បើយើងមិនចង់ឲ្យ show ទេយើងមិន show ទេតែបើយើងចង់ show នៅលើ thumbnail យើងចុចបាក់កន្លែងនេះមកហើយចុចពាក្យថា save ណាកន្លែងនេះគឺយើងអាចដាក់បានមានតែប៉ុណ្្នឹងទេណាបងប្អូនអរគ្នាកន្លែងនេះគឺយើងអាចធ្វើការដាក់ថាតើយើងអ្នកកាន់ page ហ្នឹងឬក៏យើងអ្នកប្រើប្រាស់ page ហ្នឹងនៅ single ឬក៏មានប្តីហើយយើងអាចចុចកន្លែងនេះបានអញ្ចឹងយើងអាចរើសបានពីស្ថានៈរបស់យើងថាតើយើងនៅ single យើងមេម៉ាយពួកម៉ាយឬក៏រៀបការរួចបើរៀបការរួចដាក់ខាងក្រោមនេះមកណាបើ single ដាក់ single មកណាកុំរៀបការឲ្យដាក់ single ហ្នឹងអាហ្នឹងអត់បានទេអូខេអញ្ចឹងតែប៉ុណ្្នឹងទេព័ត៌មានសំខាន់ដែលសំខាន់ទី1គឺមានភាសា page បាទហើយមានចំនួនម៉ោងបាទចំនួនម៉ោងនេះគឺបិទយើងសេរីអត់បានបាទហើយបន្ទាប់មកគឺបំពេញទៅលើទីតាំង page របស់យើងបាទហើយបំពេញការងារឬក៏យើងបំពេញទៅលើកន្លែង contact យើងមួយចំនួនបើយើងចាំបាច់ត្រូវប្រើប្រាស់ណាហើយមួយទៀតគឺ category ក៏សំខាន់ដែរអញ្ចឹងគឺយើងរៀបចំតែប៉ុណ្្នឹងគឺ page របស់យើងបាទដំណើរការបានស្អាតហើយគឺវាមិនមានអីលើសពីនឹងទៀតទេណាបើសិនជាមានលើសពីនឹងទៀតក៏មិនដឹងថាទៅបំពេញកន្លែងតាណាទៀតណាកន្លែងនេះគឺខ្ញុំបានបញ្យល់ឲ្យច្បាស់ហើយអញ្ចឹងនៅពេលដែលយើងបើកមកគឺ page របស់យើងគឺនឹងឡើងទម្រង់បែបនេះគឺ full ហើយបាទគឺគ្រប់គ្រាន់ហើយយើងនៅតែតាំងរូបភាព cover ហើយនឹងរូបភាពprofile page របស់យើងបាទគឺយើងអាចធ្វើការបំពេញការងារបាននៅលើ page ហ្នឹងយើងអាចផុសវីដេអូបានយើងអាចដាក់លក់ឬក៏មានសេវាកម្មផ្សេងៗឬក៏ boost បានភ្លាមយកបានតែម្ដងសម្រាប់ page នេះមួយគឺអត់ចេះមានបញ្ហាទេណាបើសិនជាបងប្អូនទាំងអស់គ្នាមានចម្ងល់កន្លែងណាអាចធ្វើការ comment សួរបានឬក៏ chat សួរមកកាន់ខ្ញុំត្រង់ក៏បានដែរហើយយើងចាំជួបគ្នានៅវីដេអូក្រោយទៀតគឺវីដេអូនេះគឺយើងបញ្ចប់ត្រឹមតែប៉ុណ្្នឹងគឺការបង្កើត page គឺមានតែប៉ុណ្្នឹងបើសិនជានៅមានចម្ងល់ឬក៏មិនទាន់យកកន្លែងណាអាច comment សួរនៅខាងក្រោមបានពីខ្ញុំបាទចន្លងអរគុណច្រើនបាយបាយ